Bàសួស្តីបងប្អូនអរគ្នាឥឡូវបងប្អូនអរគ្នាជួយមកដាក់ឈ្មោះសាឡូនេះខ្ញុំបន្តិចអញ្ចឹងសាឡូនេះខ្ញុំនឹកឃើញអីខ្ញុំស្លអញ្ចឹងហើយបងប្អូនចាំជួយ comment និងដាក់ឈ្មោះសាឡូនេះខ្ញុំផងហើយខ្ញុំសម្រាប់ខ្ញុំអត់ចេះធ្វើម្ហូបញ៉ាំទេអញ្ចឹងខ្ញុំនឹកឃើញឧទាហរណ៍ថាថ្ងៃនេះខ្ញុំនឹកឃើញចង់ធ្វើអីអញ្ចឹងខ្ញុំយកអ្វីខ្ញុំនឹកឃើញខ្ញុំយកមកធ្វើអញ្ចឹងឥឡូវនេះខ្ញុំមានខ្ញុំដាំទឹកឲ្យពុះហើយបន្ទាប់មកខ្ញុំដាក់មឹកចូលទៅ2គ្រាប់បន្ទាប់មកសាច់ជ្រូកហាន់ចំណិតស្ដើងហ្នឹងហើយតែដោយសារតែខ្ញុំទើបលើកចេញពីទូទឹកកកអញ្ចឹងវាកកឲ្យដាក់យកទៅដាក់ស្ងោរហ្នឹងហើយបាទយកដាក់ស្ងោរឲ្យពុះបន្ទាប់មកខ្ញុំក៏មានស្លឹកតាំងអោនេះស្លឹកតាំងអោហ្នឹងដើម្បីយកទៅស្ងោរជាមួយបាទអញ្ចឹងតាំងអោហ្នឹងមិត្តភ័ក្តិហ្នឹងហើយមិត្តភ័ក្តិខ្ញុំគាត់យកមកឲ្យតាមពិតតាំងអោហ្នឹងកាលឡើងមុនខ្ញុំយកមកឲ្យគាត់មកថងបន្ទាប់មកគាត់យកអាដែលខ្ញុំឲ្យហ្នឹងគាត់យកទៅដាក់ដាំខ្លះដល់ពេលឥឡូវគាត់យកដាំបានផលគាត់កាត់យកមកខ្ញុំញ៉ាំវិញឥឡូវនេះខ្ញុំដាំទឹកពុះហើយបាទឃើញហើយពុះខូចវិញហ្នឹងហើយបាទតិចទៀតហ្នឹងដាក់ចូលលើហើយបាទអញ្ចឹងនិយាយរឿងតាំងអោទៀតតាំងអោហ្នឹងអាស្លឹកតាំងអោហ្នឹងក៏ពិតខ្ញុំយកឲ្យគាត់ទេក្រោយមកគាត់យកទៅដាំខ្លះហើយគាត់យកទៅញ៉ាំខ្លះគាត់ថាស្ងោរស៊ុបឆ្ងាញ់ណាស់ហ្នឹងហើយទាំងអស់គ្នាបងប្អូនស្លឹកតាំងអោហ្នឹងគឺយើងយកទៅស្ងោរស៊ុបនឹងឯងដាក់ជាមួយស៊ុបហ្នឹងគឺឆ្ងាញ់បាទឥឡូវនេះខ្ញុំដួសអាទឹកអានេះការដែលចេញពីសាច់និងមឹកនឹងចោលអញ្ចឹងខ្ញុំដួសហ្នឹងខ្ញុំយកទឹកខ្ញុំទុកតែទឹកថ្លាដើម្បីស្ងោរទេបាទនេះអត់ដឹងថាស្លអីគេទេអញ្ចឹងបងប្អូនចាំជួយដាក់ឈ្មោះផងខ្ញុំនឹកឃើញមិនខ្ញុំស្លញ៉ាំអញ្ចឹងឥឡូវខ្ញុំកាត់ស្លឹកតាំងអោដាក់ហើយបាទនេះបាទតាំងអោកាត់ដាក់យើងកាត់ដាក់ខ្លីៗដែរដើម្បីស្រួលញ៉ាំបាទនេះសម្រាប់ស្លឹកតាំងអោនេះបើសិនជាដូចនៅក្នុងរូបវីដេអូដែលខ្ញុំថតនេះបាទប៉ុណ្ណឹងនៅក្រេយ៉ាងហោចណាស់ក៏ 5,000 វ៉ុនដែរឬក៏ 10,000 វ៉ុនដែរប៉ុណ្ណឹងអាចថា 5,000 ទៅ 6,000 វ៉ុនអញ្ចឹងវាចិត្តបើសិនជាលុយខ្មែរយើងប្រហែលជា 20,000 រៀលបាទមិនតិចប៉ុណ្ណឹងហ្នឹងបាទសម្រាប់ប៉ុណ្ណឹងប៉ុន្តែចៃដន្យយើងអត់បានទិញទេអានេះពីមុនយើងឲ្យទៅមិត្តភ័ក្តិយើងគាត់យកទៅដាំខ្លះគាត់យកទៅញ៉ាំខ្លះអញ្ចឹងទៅឥឡូវហ្នឹងគាត់ដាំបានផលគាត់យកមកខ្ញុំវិញបាទឥឡូវពេលយើងដាក់ហើយបានប៉ុណ្នេះបាទស្លឹកតាំងអោនឹងពុះបានប៉ុណ្នេះហ្នឹងហើយហើយសម្រាប់ឈ្មោះសាឡហ្នឹងគឺខ្ញុំអត់ទាន់ដឹងដាក់ឈ្មោះសាឡអីទេខ្ញុំនឹកឃើញមិនខ្ញុំធ្វើអញ្ចឹងអាចនិយាយបានថាស៊ុបក៏វាមិនមែនជាស៊ុបហ្នឹងហើយស្លក៏មិនមែនជាស្លស្ងោរក៏មិនមែនជាស្ងោរចេះដាក់ទៅហើយថ្ងៃហ្នឹងខ្ញុំទៅបញ្ចេញពីធ្វើការយប់ផងបានខ្ញុំចូលថ្ងៃសៅរ៍ពេលយប់ពេលព្រឹកម៉ោង 8 ព្រឹកបានចេញមកអញ្ចឹងហើយខ្ញុំធ្វើអាណាលឿនញ៉ាំហើយគេងតែម្ដងហើយឆ្លៀតធ្វើវីដេអូហ្នឹងបន្តិចបាទហ្នឹងហើយបន្តមកទៀតខ្ញុំដាក់រូឌីខ្ញុំអត់ដឹងធ្វើមិនទេខ្ញុំមានតែធ្វើអញ្ចឹងឯងបាទខ្ញុំដាក់រូឌីបន្តិចទៅហើយខ្ញុំដាក់ស្ករសបាទខ្ញុំដាក់ស្ករសបន្តិចទេបាទនេះស្ករសបន្តមកទៀតតែប៉ុណ្្នឹងឯងខ្ញុំមានដាក់អីផ្សេងទៀតទេអញ្ចឹងខ្ញុំញ៉ាំតែប៉ុណ្្នឹងបាទខ្ញុំកូរវឹកវាទៅបាទមិនដឹងថាឈ្មោះស្លអីទេហើយនេះសាច់ជ្រូកបងប្អូនខ្ញុំច្រឡំសាច់អីសាច់ជ្រូកតាមពិតសាច់ជ្រូកហ្នឹងប្រទេសស្ដើងទេតែខ្ញុំដាក់លើទូកកវាកកខ្លាំងខ្ញុំប្រញាប់គេអញ្ចឹងខ្ញុំយកវាដាក់ទាំងដុំអញ្ចឹងហ្មងទៅលាងទឹកលាងឲ្យស្អាតតែវាអត់ទាន់រលាយខ្ញុំដាក់ទាំងអញ្ចឹងទៅបាទភ្លក់ហើយប្រៃសាបក៏អត់ដឹងដែរមកល្មមខ្ញុំអត់ញ៉ាំប្រៃទេហើយខ្ញុំក៏អត់ញ៉ាំចេងដែរអញ្ចឹងមកបន្ទាប់មកខ្ញុំមានឆ្អិនហើយខ្ញុំបានប៉ុណ្នេះហើយសម្រាប់ពងស្ងោរនេះគឺខ្ញុំញ៉ាំរឿងរកព្រឹកបាទជំនួយវីតាមីនដោយសារខ្ញុំឥឡូវកំពុងហាត់សាច់ដុំបាទបន្ទាប់មកក៏យើងដល់ពេលដែលកន្លែងអង្គុយញ៉ាំដែរបាទភ្លក់មើលអូឆ្ងាញ់តំណងឆ្ងាញ់មកគេហ្នឹងហើយឥឡូវហ្នឹងខ្ញុំហាត់បានប៉ុណ្ណឹងហើយសាច់ដុំរបស់ខ្ញុំបាទសង្ឃឹមតែបន្តិចទៀតខ្ញុំហាត់បានសម្រាប់បាទអញ្ចឹងសម្រាប់ពងស្ងោរគឺយើងញ៉ាំជារៀងរាល់ព្រឹកអានឹងជាអាហារវីតាមីនមួយបាទប្រូតេអ៊ីនមួយដើម្បីជួយសាច់ដុំរបស់យើងដែរបាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងបងប្អូនអរគ្នាចាំជួបគ្នាវីដេអូក្រោយ
ចឹងសម្រាប់ម្ហូបថ្ងៃហ្នឹងអត់ដឹងថាឈ្មោះអីទេតែធ្វើឲ្យញ៉ាំឲ្យចេះតែបានទេឥឡូវហ្នឹងយើងជិតដល់ម៉ោងគេងហើយយើងងុយគេងខ្លាំងហ្នឹងហើយតែមុនគេងហ្នឹងយើងឆ្លៀតធ្វើវីដេអូនេះមួយសិនចំណាយពេលធ្វើវីដេអូលើ YouTube Facebook អីជាដើមជាពិសេសលើ channel មួយនេះខ្ញុំនឹងចាប់ផ្ដើមវាម្ដងតិចបាទអរគុណជួបគ្នាវីដេអូក្រោយ